ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបញ្ចេញវីដេអូធ្វើដៃស្លកកោបងប្អូនណាណែគ្រាន់តែឃើញស្លឹកម្រុំហ្នឹងក៏ដឹងថាខ្ញុំស្លអីមែនទេបងប្អូនហើយដើមក្បាលវីដេអូនេះខ្ញុំដាក់កាត់ដោយសារតែចង់ឲ្យបងប្អូនបានដឹងថាខ្ញុំស្លអីចឹងណាឥឡូវខ្ញុំចាប់ផ្ដើមកាត់សាច់ចឹងជនីជ្រូកហើយរៀបរាប់មានត្រីមានបន្លែហើយបន្លែនេះខ្ញុំទិញពីផ្សារមកហាន់ស្រាប់ហើយវានៅស្ទើបងប្អូនស្ទើអញ្ចឹងខ្ញុំថែមទ្រាប់ស្រួយរបស់ខ្ញុំដែលយកមកពីពេជ្រនៅថ្ងៃមុនហ្នឹងបងប្អូនហើយក្នុងសម្លកកូរនេះដែរខ្ញុំមានឆ្អឹងជំនីជ្រូកមានត្រីហើយគ្រឿងបុកនេះថ្ងៃមុនខ្ញុំបានបង្ហាញបងប្អូនរួចហើយថាខ្ញុំបុកគ្រឿងស្រាប់ដើម្បីស្លអញ្ចឹងបងប្អូនអញ្ចឹងទៅពេលដែលយើងស្លយើងអត់ចាំបាច់ចាំយូរពីព្រោះអីសម្លមួយមុខនេះគឺថាគ្រឿងច្រើនដោយសារតែមានបុកគ្រឿងផងអីផងអញ្ចឹងបងប្អូនអញ្ចឹងទៅឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមដាក់គ្រឿងកូរជាមួយនឹងឆ្អឹងជ្រូកឲ្យវាបានឆ្អិនមុនគេសិនបន្ទាប់មកបានខ្ញុំបានដាក់ត្រីចូលត្រីភាគច្រើនខ្ញុំស្លកកូរខ្ញុំចូលចិត្តដាក់ត្រីខ្លាំងពីព្រោះអីថាសាច់វានៅស្វិតល្អវាអត់ផុយដូចសាច់ត្រីដទៃទៀតហើយខ្ញុំក៏ចាក់បន្លែចូលកូរបន្លែឲ្យសព្វគ្រប់គ្រឿងរួចហើយខ្ញុំក៏ចាក់ទឹកមួយកែវធំចូលទឹកក្តៅបងប្អូនព្រោះអីពេលដែលយើងដាក់ទឹកត្រជាក់ទៅខ្លាចវារីកបន្លែវាអត់ឆ្ងាញ់បងប្អូនអញ្ចឹងយើងចាក់ទឹកក្តៅចូលដើម្បីវាពុះស្មើគ្នាបងប្អូនហើយទឹកស្លរបស់ខ្ញុំនេះវានៅស្ទើអញ្ចឹងខ្ញុំថែមកន្លះកែវទៀតដើម្បីឲ្យទឹកសម្លយើងមានស្រួលញ៉ាំបងប្អូនហើយចឹងទៅស្លខ្ញុំមួយមុខនេះគឺខ្ញុំដាក់ថែមអង្ករលីងព្រោះមុននៅខ្ញុំកូរហ្នឹងខ្ញុំដាក់អង្ករលីងថែមបន្តិចហើយបន្ទាប់មកបាននឹកឃើញមកបេះស្លឹកបងប្អូនណាមានដូចខ្ញុំទេតតែបានរួចរាល់ហើយបានបេះស្លឹកយកទៅដាក់ពីព្រោះអីនឹកឃើញថានៅក្នុងផ្ទះខ្លួនឯងមានដើមស្លឹកម្រុំធម្មជាតិអញ្ចឹងទៅក៏ដាក់មកងំហូបទុកចោលទៅព្រោះអីមកហូបមួយមុខនេះវាងលួយតិចបានឆ្ងាញ់អញ្ចឹងទៅរួចបងប្អូនហូបកូនមកហើយឥឡូវខ្ញុំជៀនសាច់ហើយបានញ៉ាំបាយតោះបងប្អូនចូលចិត្តញ៉ាំស្លខ្ញុំព្រោះអីពីច្រើនខ្ញុំញ៉ាំបាយជាមួយមានបន្លែមានអីចឹងដល់ពេលហើយស្លណាក៏ដោយឲ្យតែមានបន្លែច្រើនខ្ញុំចូលចិត្តហើយជាពិសេសស្លកូនហ្នឹងឯងព្រោះអីវាមានវាសពគ្រប់បែបយ៉ាង